សួស្តីបាទថ្ងៃនេះអត់មានកន្លែងថតទេបងប្អូននេះជិះកាត់ខាងវត្តភ្នៀតយើងបងប្អូនគេហៅវត្តភ្នៀតសមាលីបាទបងប្អូនអាចនឹងស្គាល់ទេបាទនៅជាយពេញយើងដែរហ្នឹងបាទស្អាតបងប្អូនស្អាតទីធ្លាវត្តធំទ្រំទលាស្អាតបងប្អូនមើលជុំវិញនេះសិតតែដើមឈើបងប្អូននេះដើមឈើហើយទលាល្អបងប្អូនអាចមកអង្គុយលេងបានបាទមកលុបច្រើនបងប្អូនបាទហើយមើលខ្ញុំតនេតិចទៀតខ្ញុំនឹងយកដ្រូនហោះលេងតិចទៀតណាបងប្អូនទស្សនាទាំងអស់គ្នាថាតើវត្តភ្នៀតសាមាលីនេះស្អាតអត់បងប្អូនតា Let's go តោះបងប្អូនមកមើលទស្សនវិជ្ជានៅក្នុងវត្តភ្នៀតយើងបងប្អូនភ្នៀតសាមាលីបាទហើយទស្សនវិជ្ជាដែលខ្ញុំថតនេះគឺចំកណ្ដាលវត្តភ្នៀតនេះតែម្ដងបាទហើយទស្សនវិជ្ជាខ្ញុំកំពុងក្បែរកាមេរ៉ាគឺជាខាងក្រោយបងប្អូនខាងក្រោយវត្តណាហើយមិនបាយទៅភូមិច្រើនបងប្អូនមិនសូវស្គាល់ដែរអ្នកដែលស្គាល់អីអាចខមមិនប្រាប់គ្នាផងបាទហើយទលេបឹងទឹកនៅមុខនេះបងប្អូនសុំទោសណាដែលខ្ញុំហៅខុសបាទទឹកដែលនៅក្នុងវត្តទីធ្លាក្នុងវត្តនេះដូចជាអុំទូករាល់ឆ្នាំបងប្អូនណាខ្លះដែលបានមកមើលទូកនៅក្នុងវត្តភ្នៀតយើងនេះបាទហើយផ្លូវទៅនេះគឺដូចជាទៅប្រសិទ្ធបងប្អូនបានបែកឡើងទៅភ្នំប្រសិទ្ធយើងបងប្អូនចឹងផ្លូវមេផ្លូវធំស្អាតមែនតើបាទបងប្អូនមកលេងអីគឺស្រួលជិះបងប្អូនផ្លូវធំបេតុងរហូតបងប្អូនបេតុងរហូតដល់ប្រសិទ្ធយើងបងប្អូនបាទហើយពហិស្អាតមែនតើបាទក្នុងវត្តភ្នៀតនេះបាទពហិស្អាតហើយទីធ្លាត្រជាក់គ្រប់ដណ្ដប់ទៅដោយដើមឈើធំច្រើនបងប្អូនអង្គុយលេងអីអែមបងប្អូនបាទបងប្អូនពេលក្តៅបងប្អូនអាចមកសម្រាកថ្ងៃពេលថ្ងៃអីបងប្អូនសម្រាប់មកលេងនៅនេះបានបាទក្នុងវត្តគឺទៅសបោត្រូវបង់បងប្អូនមានបង់អង្គុយចោះយើងអង្គុយលេងហើយទីធ្លាធំទលាស្អាតត្រជាក់ត្រជុំមែនតើបាទនៅក្នុងវត្តភ្នៀតយើងនេះបាទនិយាយរួមទៅអាចហៅបានថាធំដែរបងប្អូនវត្តភ្នៀតធំស្អាតទីធ្លាខ្ញុំចូលចិត្តបាទហើយនេះដូចជាមានសាលាបឋមមួយដែរបាទនេះបងប្អូនសាលាបឋមសិក្សាមួយនៅក្នុងនឹងដែរអត់បានមើលឈ្មោះទេបងប្អូននេះសុំទោសកាន់តែសម្រាប់ចិត្តមកគឺប្រហោះឃើញទស្សនវិជ្ជាស្អាតគឺប្រហោះយកតែម្ដងបាទនិយាយរួមទៅអាចបងប្អូនមកសម្រាប់លេងទីនេះបានត្រជាក់ត្រជុំមែនតើបងប្អូនអើយ